ដល់រដូវធ្លាក់រំហើយគឺខ្យល់ធ្លាក់មកពីជើងខ្ញុំជាមួយនឹងបងប្រុសរបស់ខ្ញុំនេះក៏នាំគ្នាពុះឫស្សីដើម្បីធ្វើជាដងសន្ទូចដើម្បីទៅស្ទូចត្រីពុះរដូវត្រីនេះខែនេះគឺស្ទូចវាស៊ីជាងរដូវនេះខែវស្សាហើយខ្ញុំក៏ចាប់ផ្ដើមធ្វើដងសន្ទូចជាមួយបងខ្ញុំពុះផងឲ្យផងមកពុះមកចាញ់ពីជួយហែកផងឲ្យបងចឹងបងប្អូនហើយខ្ញុំផលិតវីដេអូនេះឡើងបងប្អូនគ្រាន់តែទុកជាអនុស្សាវរីយ៍ដល់ពេលយើងចាស់ទៅយើងគ្រាន់ទុកមើលចឹងបងប្អូនសកម្មភាពអ្វីខ្លះដែលយើងធ្លាប់ធ្វើពីមុនយើងមានអនុស្សាវរីយ៍អ្វីខ្លះជាមួយនឹងក្រុមគ្រួសាររបស់យើងចឹងណាបងប្អូនហើយនេះដែរខ្ញុំក៏ពុះឫស្សីដើម្បីបិទធ្វើជាដងសន្ទូចបងប្អូនហើយវីដេអូដែលខ្ញុំធ្វើនេះនៅផ្ទះនេះគឺគ្រាន់តែជាការកំដរអារម្មណ៍ឯងបងប្អូនឆ្លៀតពេលជាឱកាសពីការងារមកយើងក៏ធ្វើវីដេអូដើម្បីផលិតចែកជូនទៅដល់ពុកម៉ែបងប្អូនទស្សនាដែលគាត់ឃ្លាតចាស់ឆ្ងាយពីផ្ទះសម្បែងអញ្ចឹងបងប្អូនមើលវីដេអូរបស់ខ្ញុំទៅក៏នឹកទៅដល់អនុស្សាវរីយ៍កាលពីនៅក្មេងៗធ្លាប់រត់ខ្លាញ់លេងក៏ដូចជាស្ទូចត្រីជាមួយនឹងបងប្អូនជុំគ្នាអញ្ចឹងបងប្អូនហើយខ្ញុំនេះក៏ទៅស្ទូចត្រីជាមួយបងខ្ញុំហើយបងខ្ញុំនេះមុននឹងនេះកោកាមេរ៉ាដល់បងប្អូនមានរំលាយកាមេរ៉ាផងហើយបងប្អូនសប្បាយចិត្តណាស់នៅជួបជុំគ្រួសារបងប្អូនអញ្ចឹងទៅយើងមានអារម្មណ៍មួយថាសប្បាយចិត្តពេលដែលយើងទៅធ្វើការឃ្លាតចាកឆ្ងាយពីក្រុមគ្រួសារពុកម៉ែបងប្អូនមានអារម្មណ៍មួយថានឹកទៅដល់ក្រុមគ្រួសារចង់រស់នៅជុំគ្នាដូចកាលពី7 8ឆ្នាំមុនអញ្ចឹងបងប្អូនកាលពី7 8ឆ្នាំមុនខ្ញុំរស់នៅជួបជុំគ្រួសារបងប្អូនមានអារម្មណ៍ថាសប្បាយចិត្តមិនដែលនឹកឃើញថាដល់ពេលយើងធំទៅឃ្លាតចាក់ឆ្ងាយទៅធ្វើការឆ្ងាយពីផ្ទះអញ្ចឹងបងប្អូនហើយការចំណន់ដែលខ្ញុំស្ទូចត្រីបងប្អូនអត់ប្រើនុយអីទិញអីអត់ពិបាកទេបងប្អូននៅឯក្រៅផ្ទះហ្នឹងឯងគឺចលែនទឹកហ្នឹងខាងខ្ញុំហៅចលែនទឹកគឺពណ៌ក្រហមទូចប៉ិនចុងធូបហ្នឹងឯងបងប្អូនវាអស់ធំប៉ុណ្្នឹងឯងហើយចលែននេះដែរអត់មានទៅពើប្រអើមឆ្អាបអីទេបងប្អូននិយាយរួមទៅវាអត់ឆ្អាបធំអីទេហើយណាមួយត្រីក៏វាចូលចិត្តស៊ីដែរហើយបងប្អូនមើលទៅទេសភាពនៅខាងក្រោយផ្ទះខ្ញុំទៅបងប្អូនខ្លះមើលវីដេអូហ្នឹងទៅប្រកាសជានឹករលឹកទៅផ្ទះហើយធ្វើការឆ្ងាយពីផ្ទះខ្ញុំក៏នឹកឃើញប្រកាសនៅផ្ទះជុំបងប្អូនដឹងសប្បាយចិត្តយ៉ាងណាទេហើយខ្ញុំផលិតវីដេអូនេះឯងគឺគាត់ទៅទុកជាអនុស្សាវរីយ៍ចឹងហើយបងប្អូនពេលយើងបែកគ្នាទៅក៏បានអង្គុយមើលវីដេអូហ្នឹងទៅក៏នឹកឃើញមួយថាចិត្តស្ងេះស្ងោចដែរបងប្អូនហើយខាងក្រោយផ្ទះខ្ញុំនេះបងប្អូនមានបន្លាយនៅចិត្តក្រោយផ្ទះហើយបងប្អូនចម្ងាយប្រហែលជា50ម៉ែត្រពីផ្ទះហើយបងប្អូនគឺមានបន្លាយមួយទឹកខោមានអ្នកបងសំណាញ់មានអ្នកដាក់លោកដាក់ព្រួដាក់លោកក្តាមអីអញ្ចឹងបងប្អូនហើយខាងនេះក៏មានផ្ទះគេដែរមានលូមួយឆ្លងទៅផ្ទះគេហើយក៏បន្លាឆ្កែលេងឆ្កែផ្ទះគាត់កាចដែរយើងទៅថតវាហ៊ានចូលមកពេលយើងថតចឹងទៅវារត់ចេញហើយនេះអ៊ំទៅជាខ្ញុំហៅតាគាត់ម្ចាស់ផ្ទះហ្នឹងគាត់ពីមុនផ្ទះគាត់នៅខ្នល់ជាតិតែគាត់មកនៅខាងក្រោយព្រោះដីគាត់ជំរាបសួរពុកម៉ែបងប្អូនថ្ងៃនេះបីអ្នកបងប្អូនខ្ញុំមកស្ទូចត្រីដល់រដូវខ្យល់ធ្លាក់ពីខាងជើងបងប្អូនត្រីគឺឡើងខ្លាំងត្រីក្នុងការលោតឡើងលើគោកអីក៏មានដែរបងប្អូនខាងខ្ញុំមានត្រីសម្បូរដែរប៉ុន្តែអត់អ្នកឆក់ក៏សម្បូរដែរតែបើសិនអត់មានអ្នកឆក់រយៈពេល1ឆ្នាំវិញត្រីដឹងយកទៅណាអស់បងប្អូនចាប់តែក្លុកជើងគោក៏បាន1គីឡូដែរហើយថ្ងៃនេះមិនអាស័យធ្វើខ្លែងទេបងប្អូនគឺមកស្ទូចត្រីមួយសាទៀតព្រោះមកវគ្គវីដេអូមុនខ្ញុំស្ទូចអត់សូវស៊ីទេប៉ុន្តែបងខ្ញុំវាមកស្ទូចម្សិលមិញវាថាស៊ីមកស្ទូចម្សិលមិញសោះស៊ីឥឡូវមកតាមវាម្ដងហើយខានចេញវីដេអូយូរដែរបងប្អូនអើយដាស់ស្រាយឈឺកអត់សូវបានចេញវីដេអូអញ្ចឹងចេះតែអត់អារម្មណ៍វាស្រួលក្នុងខ្លួនអញ្ចឹងតែអត់សូវបានចេញវីដេអូថ្ងៃហ្នឹងវានៅកតិចបងប្អូនហើយបានចេញថតវីដេអូហើយដល់ខែរដូវលេងខ្លែងហើយតិចទៀតអាចធ្វើខ្លែងធ្វើអីជាវីដេអូធ្វើខ្លែងបែបខ្លែងបោះលេងអញ្ចឹងបងប្អូនទៅស្ទូចត្រីអស់គ្នាស្តុបទៅដូចដ្រូនគឺយើងធ្វើដំណើរទៅកន្លែងស្ទូចបងប្អូនហើយឃើញកាមេរ៉ាគួរមិនដ្រូនបងប្អូនលើកាមេរ៉ាអត់គួរហើយ3ម៉ែត្រមើលទៅវាមិនយ៉ាងដែរបងប្អូនអត់មានដ្រូនថតអញ្ចឹងហ្នឹងបងប្អូនមើលទៅវាសោះស្រស់ស្អាត
ខ្លាចយ៉ាង នោះស្ទូចខាងនោះបងស៊ី ទៅមើលឃើញទៅទៀតយ៉ាងដែរមិនទៅដល់ នេះអ្នកឯកទេសស្ទូចត្រីនេះឯកទេសស្ទូចត្រី បងខ្ញុំចូលចិត្តស្ទូចអាទលេន បាត់ពិសោធន៍រាប់លានឆ្នាំវាស្ទូចតែស្លឹកតកែក៏ត្រីស៊ីដែរ ស៊ីវាចូលចិត្តស៊ីអាទលេនធំៗ ខ្ញុំទិញគេអស់ 10000 កន្លែងនៅទលេនខ្ញុំមិនឆ្ងាយពីផ្ទះប្រហែល ខ្ញុំទិញនុយគេអស់ 10000 អត់ត្រីអត់ស៊ីបងប្អូនមើលតែអានុយនោះស្អុយជាប់ដៃត្រីអត់ស៊ីត្រីវារឹកដែរវារស់អាមហូបណាឈ្ងុយឈ្ងុយស្ទូចចាញ់នុយគ្រាំងនុយចលែនវិញបងប្អូនអានុយទិញគេអស់ 10000 ខាតទេដាក់លាន់ក៏អត់ស៊ីយកមកស្ទូចក៏ស៊ីដាក់ចោល3ម៉ោងក៏ស៊ីដែរបងប្អូនចលែនតម្លាក់ចលែនទឹកយើងក្រហមតម្លាក់តែបន្តិចត្រីស៊ីហ្មងបាទអត្រាហើយនេះមកដល់កន្លែងដែលត្រូវស្ទូចបងប្អូនចុះកន្លុកធ្លាក់កន្លុកសើមអស់មកជាហៀងខ្លួនធ្លាក់វឹតធ្លាក់មិនថតសលេងចូលទឹកបងប្អូនហើយបងប្អូនញ៉ាំស្អាតសលេងទៅមើលដាក់នុយសិនបងប្អូនក្លាប់នុយចុះទឹកបាត់ហើយបាទហើយក្លាប់នុយអត់ហើយនេះមកដល់កន្លែងទីតាំងដែលត្រូវស្ទូចគឺរៀបចំមកទីតាំងបងកាមេរ៉ាថតចោលរៀបចំថតរៀបចំស្ទូចស្ដៅមកមកទីចូលខ្លាំងមើលបងប្អូនអត់បាច់យូរនុយទិញគេ10000ស្ទូចនឹងស៊ីផងនុយដំបងនុយចលែននេះចលែនទឹកទេនុយចលែនដែរមកមិញឥឡូវបាន1បាត់ហើយនុយទី1អាអតិរិចស្ទូចអាហ្នឹងខ្ញុំស្ទូចអត់ស៊ីផងស៊ីវត្តអត់ជាប់ដែរទីទៅផ្លើទៀតអាមួយនេះអ្នកឯកទេសបបោះស្ទូចវាទៅស៊ីបបោះស្ទូចហើយមិនតែបាទចូលមួយបងប្អូនទឹកដៃអ្នកបបោះបានត្រីប្រាមួយនេះហើយបបោះនៅខ្ញុំបានកូនពីកញ្ចោបងប្អូនមើលទៅជាងគេនោះខ្ញុំងោចោលយ៉ាអូអានេះលោកចេញចូលទូវិញទូដាក់តែវាតែមកស្ទុកនេះត្រីនេះគឺចាច់បងប្អូនលឹកគៀកកាមេរ៉ានេះបានបំពេញបងអូននេះណៃអូននេះណៃមិនណៃច្រើនខ្ញុំបាត់តិចទៅបោះទីតអញថតជីវិតខ្ញុំវាអត់ស្វាក់ជាមួយនឹងការរស់ត្រីរស់អីហ្នឹងបងប្អូនទៅឯងជីវិតខ្ញុំមកថាចង់បានត្រីតនាំពុកវា2នាក់នឹងមកមិនឲ្យទៅបានគ្រាន់ទី2 3ពេលហ្នឹងមកឯងចាច់ថាកូនយ៉ាងអត់ស៊ីបងប្អូនដូរទីតាំងទៅខាងក្នុងម្ដងទៅវាស៊ីរៀបចំដូរទីតាំងវាឈប់ស៊ីឲ្យដល់ម៉ោងបាយតាំងកន្លែងនេះគឺក្តៅពេកដូរទីតាំងម្ដងបងប្អូនក្នុងទួលមានលុបមកឡើងដៅនេះម្ដងដៅនេះនៅក្នុងទួលដៅធ្លុបទូរដងទូត្រីគាត់មើលទៅលើមកទៅតែពីយើងទៅក្លុកដៅគាត់ឲ្យយើងទៅអត់ទេយើងគាត់ទៅទូដើម្បីឲ្យអង្គុយវីដេអូថតលេងទីហើយនេះវាចំទូបងប្អូនកន្លែងហ្នឹងយើងមើលមានហេតុការណ៍ប្លែកមួយបងប្អូននេះមើលគាត់ទីឆ្ងល់ឡើងឃើញហ្នឹងខ្ញុំស្ទូចបានតែមិនខ្ញុំបានត្រីធំមកណាខ្ញុំបានត្រីធំមួយគេដែរកន្លែងហ្នឹងបងប្អូនអាហ្នឹងវាទៅគេបងប្អូនឯងចាំមើលទីទៀតកន្លែងហ្នឹងខ្ញុំដើមឡងផុតបងប្អូនត្រីវាលោតចេញពីដៅបងប្អូនដំបូងខ្ញុំយកទៅធ្លាក់ចោលពីខាងជើងខ្ញុំដើរមកយកកាមេរ៉ាមកស្តុកកាមេរ៉ាម៉ែខ្ញុំចាប់មកដែរណាបងស្ទូចក៏ខំមានស៊ីប៉ុណ្្នឹងដែរវាលោតចេញខ្ញុំទៅលាងទឹកមកខ្ញុំគាត់ថាវាស្ងួតតកាអញ្ចឹងបងប្អូនហើយរស់ទេខ្ញុំបានមួយគេដើរមានអត់មិនទូចខានគឺរះបានចេញទៅទូប៉ិនក៏ហើយមិនទៅ4ខាំ3 4ខាំអត់ធំទេតែស្អៅមានប៉ុណ្ណឹងឯងអុំអស់យ៉ាងច្រើន5ខាំ5 6ខាំវាដំណំដល់គីឡូខ្ញុំមេដៅហើយបើបូមដៅมันមាន1គីឡូអីទៅ1គីឡូ2 3អញ្ចឹងទៅតោះនេះដៅរៀងចាស់ដែរហើយនេះខ្ញុំរៀបចំស្ទូចហើយស្ទូចតានិយាយទៅត្រីស៊ីតែពេលព្រឹកបងប្អូនពេលថ្ងៃយើងក្តៅអត់សូវស៊ីទេពេលព្រឹកឡើងដាក់ស៊ីវត្តខូចអើយដល់ចាក់ទេពេលថ្ងៃក្តៅទៅវាលក្ខណៈថាវាដូចឆ្អែតចំណីអីមិនទេបងប្អូនរៀងអត់ចង់ស៊ីប្រហែលជាត្រីវាខ្លាចខូចកាពះបងប្អូនហើយខ្ញុំស្ទូចហ្នឹងរយៈពេលប្រហែលជា2 3ម៉ោងទេបងប្អូនហើយ
បងខ្ញុំវាបានស្ទូចបានច្រើនជាងខ្ញុំវត្តខុយបងប្អូនមើលទៅទាំងបើដូរទីតាំងរហូតស្ទូចអត់បានដូរទៅទីតាំងផ្សេងទៀតបើទីតាំងផ្សេងទៅបាន2 3អញ្ចឹងទៅបងខ្ញុំគេបានមកកណោអញ្ចឹងទៅមកជីវិតមិនដែលចេះរស់ត្រីបានច្រើនទេមិនទេ ទៅរូបឡងត្រីមិនដែរ រស់និយាយនោះទៅរស់ត្រីអត់ឈ្នះអ្នកឆក់អ្នកឆក់តែបើផ្លេតមកត្រង់ពេញ ឡងទៅគិន និយាយទៅជីវិតខ្ញុំមិនដែលចេះរស់ស៊ីអីឆក់ដើរឆក់អីគេមិនទេអត់ចេះតែទៅឆក់មិនចូលចិត្តសាមញ្ញនេះបងប្អូនខ្ញុំបានទេមិនខ្ញុំស្ទូចបានបងខ្ញុំស្ទូចបានត្រីដែរហើយខ្ញុំអត់អីយ៉ាងច្រើននេះអាត្រីនេះផាត់ប៉ាត្រីហ្នឹងបងប្អូនអត់បានត្រីធំអីគេទេបងប្អូនខ្ញុំបានមកណៅបាត់ហើយខ្ញុំស្ទូចអត់បានអីគេប៉ុណ្ណឹងមកជីវិតបរាជ័យរឿងអាស្ទូចត្រីហ្នឹងហ្មងបងប្អូនបរាជ័យរឿងវីដេអូហោះអត់មានអ្នកមើលមិនអស់ចិត្តឥឡូវមកបរាជ័យនឹងស្ទូចត្រីទៀតអីវីដេអូធ្វើបើយើងទៅគ្រាន់តែទុកជាអនុស្សាវរីយ៍គាត់ថាបងប្អូនជួយគ្រប់ត្រូលថាអត់មានអ្នកមើលហ្នឹងគាត់ថាផុសចោលអញ្ចឹងដើម្បីកុំឲ្យថាតនេអត់ថាយើងអ្នកធ្វើវីដេអូដែរយើងចេះកាត់វិញបងប្អូនអត់បានមកគួរសមណាស់កុំឲ្យចាញ់ក្មេងៗចំនួនក្រោយ2 ម៉ោងកន្លះ អានេះបន្ទាប់ពីដល់ម៉ោងបាយបងប្អូនក៏រៀបចំយកត្រីទៅធ្វើម្ហូបហើយនេះក៏ចេញប្លង់កាន់ជើងថតដើម្បីថតនេះទៅឲ្យថតដាក់កាមេរ៉ាក្រោយឲ្យដឹងថាថតអត់ជាប់មុខបងប្អូនហើយរៀបចំដើរទៅវិញបងប្អូនក្តៅចុយដល់ពេលថ្ងៃក្តៅអញ្ចឹងហ្នឹងបងប្អូនមានតែប៉ុណ្្នឹងបើបងប្អូនឆ្លាញ់នឹងគ្រប់ត្រូលជួយចុច Subscribe ម្នាក់មួយជួយ Like ជួយ Comment ម្នាក់មួយបងប្អូនឲ្យគឺកបងប្អូនដែលចូលសលេងមកចូលសលេងស្ងាត់ឲ្យប្រឹងនិយាយចូលសលេងបងប្អូនអត់ប្រើមិនទៅវាសលេងវាអត់ទៅល្អបងប្អូនវាសំលេងរំខានពេកអញ្ចឹងហើយ